មានសួរខ្ញុំឈ្មោះចិនផាណៃវីវតីខ្ញុំមានអាយុ8ឆ្នាំជាសិស្សថ្នាក់ទី3រៀននៅសាលា Universal សាខាទូស្វាយព្រៃខ្ញុំមកទីនេះដើម្បីអានរឿងនិទានមួយដែលមានចំណងជើងថារឿងក្រសានិងក្តាមសូមស្ដាប់ដូចតទៅមានក្រសាមួយដើររកចំណីមិនបានក៏នឹកឃើញល្បិចមួយទើបដើរទៅមាត់បឹងសម្រក់ទឹកភ្នែកក្តាមឃើញដូច្នេះក៏សួរក្រសាថាលោកពូមិនអីទេឬក្រសាតបក្មួយអើយខ្ញុំកាន់សិលហើយខ្ញុំមិនស៊ីសាច់ទៀតទេក្តាមសួរបន្តហេតុអីលោកពូកាន់សិលក្រសាឆ្លើយខ្ញុំកើរហូតដល់ចាស់នៅបឹងនេះខ្ញុំបានឮគ្រូទាយម្នាក់និយាយថាអំណពីនេះទៅ12ឆ្នាំទៀតគឺគ្មានភ្លៀងទេបឹងនេះនឹងរីងស្ងួតហើយគ្រប់យ៉ាងត្រូវវិនាសទើបកាន់សិលនឹងយំដូច្នេះក្តាមត្រីអណ្ដើកនាំគ្នាភ័យស្លន់និងសួរទៅក្រសាថាតើពួកយើងធ្វើយ៉ាងម៉េចដើម្បីជៀសផុតពីគ្រោះភ័យនេះក្រសាតបមិនអីទេនៅជិតនេះមានបឹងធំមួយខ្ញុំនឹងចម្លងអ្នកទាំងអស់គ្នានៅទីនោះហ្វូងមច្ឆាជាច្រើនជឿទៅលើក្រសាហើយត្រូវក្រសាបោកយកទៅស៊ីម្ដងមួយលុះដល់ថ្ងៃមួយក្រសាគិតថាអញស៊ីតែត្រីរាល់ថ្ងៃឥឡូវនេះអញសាករសជាតិក្តាមម្ដងមើលគិតហើយវាក៏ឲ្យក្តាមជិះលើខ្នងហើយហើរទៅកន្លែងដែលវាតែងបោកត្រីយកទៅបរិភោគនោះក្តាមគ្រាន់តែឃើញកំណឆ្អឹងត្រីក៏យល់ហេតុកាលវាយកដង្កៀបគៀបកក្រសាហើយក្នុងពេលនោះទៅរឿងនេះខ្ញុំបញ្ចប់តែត្រឹមនេះសូមអរគុណ